មកណាគេធុញនឹងចូលឆ្នាំចិនញ៉ាំតែចាប់ឆាយនឹងអញ្ចឹងថ្ងៃនេះយកមកធ្វើទឹកត្រីផ្អែមញ៉ាំជាមួយនឹងបាញ់ហយជាមួយនឹងជូរខ្វៃទាំងអស់គ្នាហើយនេះគឺជាប្រភេទបាញ់ហយដែលខ្ញុំប្រើនៅនេះគឺអត់មានបាញ់ហយស្រស់ដូចយើងខ្មែរទេគឺមានតែបាញ់ហយក្រៀមចឹងឯងហើយដោយសារតែខ្ញុំនៅសល់សាឡាត់គឺខ្ញុំទិញមកឡើងពីអត់តែសាឡាត់ហ្នឹងអញ្ចឹងទៅបានថានឹកឃើញសេរីចេញញ៉ាំអស់ទៅហើយសាច់ដែលខ្ញុំប្រើថ្ងៃនេះគឺជាសាច់ជ្រូក3ជាន់ហើយនឹងធុងមកដោយសារខ្ញុំអត់មានជូរខ្វៃអញ្ចឹងអ្នកទាំងគ្នាអាចដូរពីសាច់ហ្នឹងទៅជាជូរខ្វៃវិញទៅអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមដាក់ស្ងោរសាច់មុនហើយមុននឹងដាក់ស្ងោរហ្នឹងគឺខ្ញុំដាក់ស្លឹកក្រូចសើចហើយនឹងខ្ទឹមដែរដើម្បីវាឈ្ងុយអញ្ចឹងហើយខ្ញុំក៏បានដាក់អំបិលហើយនឹងម្សៅស៊ុបបន្តិចដែរឥឡូវនេះគឺយើងមកធ្វើទឹកថៃផ្អែមទាំងអស់គ្នាដំបូងគឺខ្ញុំត្រូវដាក់ស្ករ2ចានទឹកក្តៅ2ចានហើយដើម្បីយើងកូរស្ករមួយទឹកក្តៅហ្នឹងឲ្យវាលាយស្ករហ្នឹងអស់ទៅដោយសារកូរមួយទឹកក្តៅមុនវាឆាប់លាយអញ្ចឹងណាអញ្ចឹងយើងដាក់ទឹកក្តៅមុនទៅហើយបន្ទាប់មកខ្ញុំដាក់ក្រូចឆ្មាមួយកូនចានហើយនឹងទឹកត្រីមួយកូនចានហើយអ្នកគ្នាកូរវាឲ្យសព្វទៅបន្ទាប់មកខ្ញុំក៏មានបន្ថែមជាមួយនឹងខ្ទឹមសខ្ទឹមក្រហមហើយនឹងម្ទេសចូលដែរបន្ទាប់មកពេលដល់ពេលញ៉ាំហ្នឹងបានខ្ញុំចាប់ផ្ដើមដាក់សក់បាញ់ហយដោយសារបាញ់ហយហ្នឹងសក់ដូចមីអញ្ចឹងហើយវាដាក់តែ2នាទីហ្នឹងវារីកចេញបន្ទាប់មកយើងចាក់ចូលក្នុងទឹកឆេងទៅគឺយើងអាចញ៉ាំបានហើយទៅវិធីធ្វើបាញ់ហយហ្នឹងវារៀងស្រួលដែរឥឡូវហ្នឹងគ្រឿងខើរបស់ខ្ញុំគឺរួចរាល់អស់ហើយអ្នកគ្នានេះគឺជាសាច់ដែលខ្ញុំមានបាត់ទេសាច់ជ្រូក3ជាន់ហើយនឹងធុងមាន់សម្រាប់អ្នកគេអត់ចង់ឡើងគីឡូដាក់ធុងមាន់ទៅបើណាគេញ៉ាំបានធម្មតាដាក់សាច់ជ្រូក3ជាន់ទៅវាឆ្ងាញ់ហើយចំពោះខាងបន្លែវិញអ្នកគ្នាចង់ដាក់អីបន្ថែមក៏បានដែរប៉ុន្តែខ្ញុំមានតែ2មុខហ្នឹងចង់ខ្ញុំដាក់តែ2មុខហ្នឹងហើយយើងមានជាមួយនឹងទឹកត្រីដែលយើងធ្វើហើយមុនហ្នឹងហើយនេះគឺជាបាញ់ហយខ្ញុំអ្នកគ្នាខ្ញុំអត់មានរៀបខ្លាញ់ដាក់លឹកខ្ទឹមអីទេតែខ្ញុំចង់កាត់បន្ថយខ្លាញ់អញ្ចឹងយើងបាច់ចាំដាក់ទេញ៉ាំបានដូចតែគ្នាឥឡូវគឺដល់ពេលញ៉ាំហ្នឹងគឺអ្នកគ្នាអាចខ្ចប់សាឡាត់ជាមួយបាញ់ហយជាមួយសាច់ជាមួយជីជាមួយទឹកសាច់អីហ្នឹងដាក់ចូលគ្នាហើយយើងខ្ចប់ទៅជ្រលក់ទឹកត្រីហ្នឹងទៅដាក់មកទៅជាតិមកខ្ញុំវិញគឺចូលចិត្តហ្មងឲ្យតែញ៉ាំអាហ្នឹងថ្ងៃណាគឺដឹងតែញ៉ាំហល់ថ្ងៃហ្នឹងថាទឹកត្រីវិញសឹងតាលើកហត់ហ្មងណាអញ្ចឹងបើផ្ទះអ្នកគ្នាមាននៅសល់ជូរខ្វៃអីកុំភ្លេចធ្វើបាញ់ហយហើយធ្វើទឹកត្រីនឹងញ៉ាំផងធានាថាឆ្ងាញ់អញ្ចឹងវីដេអូខ្ញុំថ្ងៃហ្នឹងក៏មានតែប៉ុណ្្នឹងដែរចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ